មន្ត្រីរាជការគ្រប់ស្ថាប័នគ្រប់ក្រសួងមន្ទីរទាំងអស់ហើយនឹងសូមចម្រើនពរញាតិញោមជាពុទ្ធបរិស័ទគ្រប់ទិសទីគ្រប់មជ្ឈដ្ឋាននៅក្នុងកម្មវិធីអប់រំសម្លេងពធតាមបែបពុទ្ធសាសនាដែលផ្សាយចេញពីវត្តខុសិតារាមហើយវត្តនៅទៅស្ថិតនៅក្នុងឃុំគោកជួនឃុំពួកស្រុកពោធិ៍ខេត្តសៀមរាបសូមចម្រើនពរញាតិញោមជាពុទ្ធបរិស័ទទាំងអស់ផងដែរគឺអញ្ចឹងគឺសូមអធិស្ឋានញាតិញោមអញ្ចឹងគឺនឹងបន្តមកទៀតជាប់តេតងរឿងរ៉ាវក្នុងបឋមបទដែលយើងនឹងសម្ដែងតេតងរឿងកោសិយសិទ្ធិដែលមានសភាពនៃចិត្តនៃការកំណាញ់រិទ្ធិវិតនេះវាមានគ្រប់សភាពនៃចិត្តនៃសពសត្វហ្នឹងអញ្ចឹងអញ្ចឹងគឺខ្លះក៏មានទ្រព្យសម្បត្តិច្រើនក៏ប៉ុន្តែមិនលះបង់នៅទ្រព្យសម្បត្តិនោះទៅជាទានទេអញ្ចឹងខ្លះនឹងហើយទ្រព្យសម្បត្តិហ្នឹងគឺច្រើនតែមែនទែនទៅហើយខ្លះគាត់មានទ្រព្យសម្បត្តិហើយអត់ចេះស្កប់ស្កល់ឆ្អែតទេដូចជាព្រះរាជាប្របាទអជាសតុអីនេះនៅមានចិត្តហ្នឹងពេលខ្លះលួចទ្រព្យសទ្ធិអីហ្នឹងអញ្ចឹងគឺលួចទ្រព្យធនញ្ញសិទ្ធិអីនេះយើងធ្លាប់ដឹងកន្លងមកអីចឹងដែលជៀនពាក្យដៃចឹងបានសិទ្ធិថាទ្រព្យសម្បត្តិរបស់ខ្ញុំម្ចាស់បើមិនមានការឲ្យទេមិនអាចអ្នកដទៃណាយកបានទេអញ្ចឹងណាយកបានទេហើយលើកទ័ពហ្នឹងទៅចង់បានទ្រព្យសម្បត្តិរបស់សិទ្ធិហ្នឹងប៉ុន្តែដោយកំផែងកំពែងនៃនគរប្រាសាទរបស់សិទ្ធិណាដាក់កញ្ចក់អីចាំងទៅហើយគាត់នៅឃើញស្មានសិទ្ធិមានកងទ័ពច្រើនដែរហ្នឹងរត់ប្រះអាយុអីចឹងទៅរត់មកដល់វត្តហ្នឹងបានឃើញសិទ្ធិនៅវត្តនេះអញ្ចឹងក៏មកទៅណាទៅហេបទៅហប់អីក៏ប្រាប់ការពិតថាមកទៅយកទ្រព្យសម្បត្តិសិទ្ធិហ្នឹងក៏សិទ្ធិថាមកពិតមហារាជទ្រព្យសម្បត្តិទូលបង្គំបើទូលបង្គំមិនឲ្យទេគ្មានអ្នកណាយកបានទេអញ្ចឹងបើមិនជឿមហាបពិតសាកមើលទៅអញ្ចឹងឲ្យសាកមើលឲ្យទាញនឹងមុខភិក្ខុសង្ឃមុខព្រះដែលមានពភាអីជាដើមនឹងអញ្ចឹងទាញទ្រព្យសម្បត្តិទាញជៀននឹងពាក់នឹងដៃជៀននឹងពាក់នឹងដៃទាញកម្លាំងខ្លាំងណាស់ព្រះរាជាអង្គនឹងបើថាលោតហក់វិញគឺថា80ហាត់ណាបើយើងនិយាយពី80ហាត់ហ្នឹងថាចូលកម្ពស់ដើមថ្នោតហើយយ៉ាងអញ្ចឹងហ្នឹងអញ្ចឹងគឺអញ្ចឹងគឺលោកអាចលោតហក់លោតអីផុតណាប្រាសាទកំផែងនគរកំផែងវាំងអីហ្នឹងគឺថាលោតហក់លោតច្បាំងបកែកាប់ចាក់ដែរណាក៏ប៉ុន្តែកម្លាំងខ្លាំងប៉ុណ្ណឹងទាញអត់បានណាទាញអត់បានសិទ្ធិឲ្យទាញដៃទាញតែមែនតែបែកញើសហូរញើសបានសិទ្ធិថាមហាបពិតចាំមើលទូលបង្គំគាត់ឲ្យពួកអ្នកបម្រើនឹងយកកសែងមកអីនេះយកកសែងនៅមកត្រពីក្រោមត្រង់ពីក្រោមហ្នឹងក៏លើកដៃឲ្យសូមឲ្យឈានធ្លាក់រូអីចឹងមិនទៅប្រឹងអីចឹងអញ្ចឹងណាទៀតកណានេះគឺចង់បញ្ជាក់ថាខ្លះមានទ្រព្យនេះសម្បត្តិច្រើនទៀតក៏ប៉ុន្តែក្នុងនាមជាព្រះរាជាហើយអត់ចេះស្កប់ស្កល់ទេហើយនេះចង់បានរបស់អ្នកដទៃប៉ុន្តែខ្លះនឹងទៀតសោតមានទ្រព្យសម្បត្តិច្រើនក៏ប៉ុន្តែអត់បានញ៉ាំងនៅទ្រព្យសម្បត្តិនោះជាប្រយោជន៍ដល់មនុស្សផងទាំងពួងទេអញ្ចឹងណាហ្នឹងគឺឃើញមានអញ្ចឹង
ជាពិសេសនៅក្នុងសម័យយើងនឹងក៏ដោយខ្លះមានជាសទ្ធិកហបតីអីទ្រព្យសម្បត្តិច្រើនអីចឹងប៉ុន្តែខ្លះមានយុស័កឋានៈខ្ពង់ខ្ពស់ប៉ុន្តែសភាពចិត្តហ្នឹងគឺថាចង់បានឬក៏ធ្វើបាបអ្នកដទៃអីចឹងណាអាហ្នឹងវាជារឿងមួយដែលយើងគួរសិក្សាពិចារណាទាំងអស់គ្នាហ្នឹងហើយយើងមើលដូចប្រហែលថ្ងៃនេះឃើញល្បីល្បាញតាមអន្តរបណ្ដាញអីហ្នឹងអុកញ៉ាខ្លះបៀតបៀនធ្វើបាបគេអីចឹងមិនជាទូទៅទេក៏មានអុកញ៉ាខ្លះគាត់ល្អអីច្រើនប៉ុន្តែខ្លះក៏មានងារដែលអង្គព្រះមហាក្សត្រមានប្រមុខអ្នកដឹកនាំគាត់តែងតាំងហើយក៏មិនប្រើនៅតួនាទីរបស់គាត់ឲ្យចំទៅធ្វើការបៀតបៀនអ្នកដទៃហើយអញ្ចឹងអាងអំណាចរបស់ខ្លួនអីចឹងប៉ុន្តែសូមកុំភ្លេចថាប្រទេសជាតិនគរមួយហ្នឹងគឺរមែងមានច្បាប់មានទម្លាប់អីហ្នឹងអញ្ចឹងមិនមែនចិត្តទៅធ្វើអីតាមតែចិត្តនឹងបានទេតែត្រួតហ្នឹងធ្លាក់តួនាទីនៅអុកញ៉ាដែលខ្លួននឹងខំប្រឹងប្រែងខំប្រឹងប្រែងមកច្រើនឆ្នាំទៀតខំប្រឹងប្រែងមកច្រើនឆ្នាំមកអីចឹងដោយសារការដែលដែលខ្លួននឹងមិនមាននៅស្មារតីអីចឹងអញ្ចឹងគឺក្នុងនាមជាសេដ្ឋីអីក៏ដោយនេះមានទ្រព្យមានសម្បត្តិច្រើនហ្នឹងគឺយើងក៏បីប្រើប្រាស់នៅទ្រព្យសម្បត្តិរបស់យើងហ្នឹងឲ្យជាប្រយោជន៍អីនេះដល់អ្នកដទៃអីចឹងទៅហើយដូចជាសេដ្ឋីនៅក្នុងនគររាជក្រឹស្អីនេះគាត់ឈ្មោះថាកោសយៈសេដ្ឋីគាត់មានសេចក្តីកំណាញ់ណាស់មានសេចក្តីកំណាញ់សំបីតែគាត់ទៅកាលព្រះរាជានៅនគររាជក្រឹស្ហៅថានគររាជក្រឹស្ព្រះរាជាប្របាទព្រឹទ្ធពិសាអីហ្នឹងរហូតដល់គាត់ទៅកាលហើយមកវិញតាមផ្លូវហ្នឹងឃើញគេធ្វើនំបែងនំអីលក់ហ្នឹងគាត់អត់ហ៊ានទិញគេទេហើយណានំបែងនំអីហ្នឹងណាទៀតអត់ហ៊ានទិញគេទេហើយខ្វះអីខ្លួនគាត់ទ្រព្យសម្បត្តិហ្នឹង80កោដអាហ្នឹងគាត់ទ្រព្យសម្បត្តិចុះនៅមុខចំនួនរបស់គាត់ហ្នឹងផ្សេងទៀតរាល់តែថ្ងៃហ្នឹងរាប់រយរាប់ពាន់ប្រទេសមានមាសមានប្រាក់ចំនួនសពបែបសពយ៉ាងទៅពីសាវត្ថីទៅពីនគរតកសិលាទៅពីនគរអីផ្សេងទៀតហើយណាកោសំពីនគរអាកាសីអីហ្នឹងនាំចេញនាំចូលនគរផ្សេងណាវេសលីអីហ្នឹងតំណែងផ្សេងរបស់គាត់អីចឹងប៉ុន្តែគាត់អត់ហ៊ានទិញហ៊ានអីនៅរបស់អស់ទៅនឹងទេខ្លាចបាត់បង់នៅទ្រព្យសម្បត្តិស្រឡាញ់ទ្រព្យសម្បត្តិអញ្ចឹងទៀតហ្នឹងណាអញ្ចឹងគឺវាជារឿងមួយដែលយើងគួរសិក្សាពិចារណាទាំងអស់គ្នានៅក្នុងន័យហ្នឹងទៀតហើយដល់ពេលមកដល់ផ្ទះសម្បែងរបស់គាត់ហ្នឹងគាត់ហ្នឹងទៅជាស្គមស្គៀងទៀតស្គមស្គៀងសម្បីភរិយាខ្ញុំប្រុសខ្ញុំស្រីទាសាទាសីអីជាដើមហ្នឹងលើកបាយលើកទឹកអាហារនំចំណីត្រីសាច់បង្អែមជើងអាបហ្នឹងទៅជូនគាត់ពិសាគាត់អត់ចង់ទេនឹកចង់តែនំបាយនោះឯងអញ្ចឹងទៅក៏ស្គមស្គៀងទៅសៃនឹងឲ្យរវាមអីចឹងណាហើយដល់ពេលអញ្ចឹងក៏អស់កម្លាំងក៏សម្រានលើក្រេខ្នល់ខ្នើយនឹងអោបក្រេនឹងញើខ្លួនស្គមស្គៀងស្បែកដណ្ដំឆ្អឹងណាអញ្ចឹងក៏នៅក្នុងពេលហ្នឹងក៏គាត់ថាបើធ្វើនំនែកមានល្ងមានសណ្ដែកមានទឹកដោះអីស្រស់លាយគ្នាអង្គល្អអីចឹងទៅវាក្លិនសាយភេហ្នឹងពួកអ្នកបម្រើបាព្រារបស់គាត់សុំហើយអញ្ចឹងគាត់អត់ទេសុខចិត្តអត់អញ្ចឹងបានភរិយារបស់គាត់នេះហើយណាដឹងថាស្វាមីរបស់ខ្លួនកើតអីបានអ្នកបម្រើទៅប្រម៉ែម្ចាស់ហើយណា
ប្រម៉ែម្ចាស់ហើយលោកម្ចាស់នឹងអត់បានហូបអាហារនឹងច្រើនថ្ងៃហើយអញ្ចឹងក៏ភ័យរឿងរ៉ាវអីព្រោះនាងម្ចាស់នេះនាងម្ចាស់នេះណាការងារដែរណាខ្វាយខ្វល់អីចឹងការងារផ្សេងគ្នាអីចឹងនៅពេលខ្លះក៏មិនបានមកគិតចិត្តស្វាមីអីគ្រប់ពេលចឹងពួកការងារផ្សេងគ្នានឹងចឹងណាចុះក៏ប្រាប់មកថាអត់បាយប្រហែលថ្ងៃថា3 4ថ្ងៃហើយ4 5ថ្ងៃហើយតែយ៉ាងណាយ៉ាងនេះបានតែទឹកបានតែអីប៉ុន្តែអត់អាហារអីចូលពោះទេឥឡូវស្គមស្គៀងហើយបាយអីដាក់ទៅកាយាអីសពបែបសពនាងប្អូនអីចឹងណាអញ្ចឹងបានថាយើងចាំយើងទៅមើលទៅក៏ណាភរិយាមកនោះគេខំប្រឹងងើបទៅរួចទៀតណាផ្លេតណាដូចកង្កែបអត់ចំណីហ្នឹងស្បែកដណ្ដប់ឆ្អឹងទៀតណាស្គើមណាក្បាលហើយនឹងជង្គង់ប៉ិនគ្នាណាស្បែកណាហើយនឹងណាពោះវៀនណាឆ្អឹងជនីហ្នឹងវាប៉ះគ្នាស្គើមស្គៀងទៅសៃឲ្យរវាមឆ្អឹងជនីរខិរខារាប់គ្រប់ហ្នឹងណាដោយសារខ្លួនកំណាញ់មិនហ៊ានបរិភោគអាហារណាល្អអីចឹងទៅណាក៏បាននាងជាភរិយាណាថាបើពិតអ្នកជាម្ចាស់បើពិតស្វាមីណាតើបងកើតអីហើយបងព្រះអង្គទៅកើតអីហើយបងទៅស្គាល់បរិជាឲ្យធ្វើឲ្យបងទាស់ចិត្តឬក៏បរិជាបុត្ររបស់បរិជាធ្វើឲ្យបងនឹងទាស់ចិត្តឬក៏ណាមហេសីរបស់បរិជាធ្វើឲ្យបងទាស់ចិត្តឬក៏ពួកស្នំអាមាត្យនៅក្នុងវាំងធ្វើឲ្យបងទាស់ចិត្តឬក៏ពួកមន្ត្រីអាមាត្យណាសិទ្ធិផងគ្នាធ្វើបងទាស់ចិត្តឬអ្នកណាធ្វើឲ្យបងទាស់ចិត្តឬក៏ណាអ្នកនៅក្នុងផ្ទះរបស់យើងមានកូនមានអូនអីហ្នឹងធ្វើឲ្យបងទាស់ចិត្តណាអត់ទាំងអស់អញ្ចឹងណាអញ្ចឹងក៏ថាទាសាទាស័យខ្ញុំប្រុសខ្ញុំស្រីរបស់យើងធ្វើឲ្យបងទាស់ចិត្តអត់ទៀតណាដល់ពេលអញ្ចឹងលាក់នឹងប្រពន្ធទៀតអត់ចង់ប្រាប់ទេអញ្ចឹងក៏ខ្សឹបដាក់ទៅជាប្រពន្ធបងប្រាប់អូនឯងចង់ដឹងណាចង់ដឹងបងប្រាប់មកក៏ខ្សឹបប្រពន្ធគេញ៉ោះថាអត់លឺទេប្រាប់ប្រងអូនអត់លឺទេអីណាប្រាប់ឲ្យខ្លាំងមកបើខ្លាំងមិនអត់បាយអត់ទឹក3 4ថ្ងៃហើយនោះវាមែនវាត្រូវរឿងហ្នឹងអត់បាយអត់ទឹក3 4ថ្ងៃហើយហ្នឹងមានកម្លាំងឯដាអញ្ចឹងនិយាយមកខ្ញុំស្ដាប់អីចឹងបងនឹងចង់ហូបនំបែងហ្នឹងណាឲ្យមកពីកាលបរិជាឃើញគេធ្វើលក់នៅតាមផ្លូវមិនហ៊ានទិញទេយើងជាសិទ្ធិខ្មាស់គេចាំមកដល់ផ្ទះធ្វើខ្លួនឯងប៉ុន្តែកាលណាដែលធ្វើទៅវាធំក្លិនសាយភេខ្លាចពួកបំរើបាពេលហ្នឹងចូលមហូបសុំម្នាក់បន្តិចអស់ណាអង្គសលៃណារបស់យើងមហូបអាហាររបស់យើងមានទឹកដោះស្រស់អីជាដើមមិនខាតបងមិនខាតឡើយអញ្ចឹងណាអញ្ចឹងនាងជាភរិយាចិត្តទលាយបងហើយហេតុអីបានបងឯងធ្វើយ៉ាងដូចនេះអញ្ចឹងណាខ្ញុំនឹងធ្វើនំនឹងឲ្យច្រើនឲ្យអ្នកនិគមឲ្យអ្នកនៅតំបន់នៅកន្លែងយើងហ្នឹងបរិភោគច្រើនគ្នាអញ្ចឹងបានលោកប្តីថាមនាងនាងដល់ចម្រើននាងពិតជាអ្នកមានពិតមែននាងមានទ្រព្យច្រើនណាស់ណណាអញ្ចឹងខ្ញុំធ្វើត្រឹមតែអ្នកបំរើនៅក្នុងផ្ទះរបស់យើងព្រោះអ្នកបំរើពីសម័យដើមសិទ្ធិអីរាប់រយអ្នកណាញោមហ្នឹងទាសាទាស័យខ្ញុំប្រុសខ្ញុំស្រីអីហ្នឹងហើយពួកគាត់នឹងបរិភោគអូមិនដែលឲ្យអស់ណាទឹកដោះស្រស់អស់នៅណាអង្គអស់នៅនឹងណាអស់នៅម្សៅអីច្រើនទាំងអស់ហ្នឹងទេហើយនេះបើគេធ្វើការឈ្នួលឲ្យយើងគេហូបបាយគេទៅហូបអាហារគេទៅអីនេះណាមិនមកហូបនៅអាហារអីរបស់យើងណាអញ្ចឹងអូនធ្វើសម្រាប់ភរិយានិយាយអញ្ចឹងអូនធ្វើសម្រាប់តែកូននឹងបងហើយនឹងអូនប៉ុណ្ណឹងទៅសំបីតែកូននឹងមិនឲ្យបរិភោគដែរអីទេកូនខ្លួនឯងហ្នឹងមិនឲ្យបរិភោគដែរខ្លាចខាតបងនៅរបស់អស់ទៅហ្នឹងអញ្ចឹងបើកូនមិនឲ្យបរិភោគអូនណាអូនហ្នឹងក៏មិនឲ្យបរិភោគដែរខ្លាចខាតបង
ដល់ថ្នាក់ហ្នឹងទៀតខ្លាចទៅធ្វើទៅវាឆ្ងាញ់អីចឹងទៅបរិភពច្រើនមិនឲ្យប្រពន្ធហ្នឹងបរិភពទៀតអញ្ចឹងក៏អញ្ចឹងទៅអូនមិនបរិភពទេអូនទុកចិត្តធ្វើឲ្យបងហូបឲ្យបងមានកម្លាំងកំហែងហើយរស់រានមានជីវិតអីចឹងអនុគ្រោះដល់ស្វាមីណាប្រពន្ធចង់អីចង់ធ្វើខ្លួនឯងក៏បានប៉ុន្តែណាអញ្ចឹងគឺអូនធ្វើប៉ុន្តែបើអូនធ្វើអត់ធ្វើនឹងក្រោមនឹងណានៅខាងក្រោមនឹងទេដោះឡើងទៅណាឡើងជន់ប្រាសាទទី7បានហ្នឹងអញ្ចឹងឲ្យគេយកនឹងយកសណ្ដែកយកម្សៅយកអង្គយកអីចឹងយល់ណាយកទៅជន់ទី7លើជន់ទី7ប្រាសាទជន់ទី7ខាងលើហើយប្រាសាទមួយហ្នឹងបន្ទប់មួយជន់ទី1ទី2អីហ្នឹងរហូតដល់ជន់ទី7ហ្នឹងគឺចាក់សោបើចាក់សោចាក់កលឹះទ្វេហ្នឹងទៅទៀតអត់ឲ្យមាននរណាគេទៅបានទេមានតែភរិយាហ្នឹងឯងអញ្ចឹងហើយប្រាប់ភរិយាទៀតថាអូនមនាលអូនឲ្យចម្រើនណាបើអូនយកអង្គកុំអត់ឲ្យយកអង្គនៅល្អហ្នឹងទៅទៀតវាមានអញ្ចឹងទៀតអត់ឲ្យយកអង្គណាអង្គសលៃឬក៏ស្រូវសលៃអង្គសលៃអីហ្នឹងល្អហ្នឹងទៅទៀតណាដូចយើងអង្គនៅស្រុកខ្មែរយើងមានអង្គល្អអីចឹងរាប់មិនអស់ទេរឿងអង្គដែលយើងធ្វើហ្នឹងណាហើយនៅឥណ្ឌាហ្នឹងអង្គក៏ល្អវាច្រើនប្រភេទស្រូវអង្គដូចយើងអញ្ចឹងដែរណាញោមណាពីការដែលមុនណាយើងអាចរាប់អស់ហើយហ្នឹងវាមិនអស់ទាំងអស់គាត់ថាយើងអាចដឹងខ្លះហើយអញ្ចឹងណាអញ្ចឹងណាប៉ុន្តែរឿងអង្គវាមានប្រភេទផ្សេងគ្នាអីចឹងស្រូវអីហ្នឹងណាសូមអូននឹងយកអង្គយកអីទាំងអស់ហ្នឹងមិនយកអង្គណាល្អមានស្រូវសលៃនឹងអង្គសលៃនឹងជាដើមទេយកអាកញ្ចុងក្បាលអង្គហ្នឹងយកមកហ្នឹងហើយកុំឲ្យខាតបង់អស់ទ្រព្យសម្បត្តិយើងច្រើនហើយនឹងហ្នឹងក៏យកអាណាដែលមិនល្អណាអានឹងសណ្ដែកហ្នឹងយកមកធ្វើមកហើយណាមានទឹកដោះស្រស់ទឹកអីហ្នឹងយកមកហ្នឹងយកមកអីចឹងហើយនោះហើយជាន់ទី7ណាបិទទ្វារទាំងអស់ទៀតណាទៅអង្គុយជាមួយភរិយាចំណែកភរិយាហ្នឹងក៏ណារបស់គាត់មកកាត់ភ្លើងហើយលើកឡើងណាដាក់ចង្ក្រានហើយចាប់ផ្ដើមជៀននំបាយហ្នឹងណាក្នុងការនោះឯងណាក្នុងការហ្នឹងព្រះមហាមុគលានទៅទូមានសេដ្ឋីទៀតណាគេនោះព្រះសាស្តាទ្រង់ត្រាស់ហៅព្រះមហាមុគលានអំពីពលឹមហើយពេលហ្នឹងព្រះអង្គពិចារណាមើលនៅក្នុងបច្ចុប្បន្នសម័យនៃរាត្រីយិតភ្លឺនោះឯងប្រហែលមើលអីចឹងទៅណានៅក្នុងវត្តចេតពុននៅក្នុងក្រុងសាវត្ថីនេះទេប៉ុន្តែនៅក្នុងសមាបត្តិញ្ញាណរបស់ព្រះសម្មាសម្ពុទ្ធសំបីទៅដល់កណ្ដាប់ចក្រវាលណាក៏ដោយហើយចូលនៅក្នុងសនញ្ញាណណាឃើញណាសទ្ធិប្តីប្រពន្ធហ្នឹងណានឹងបានសម្រេចមគ្គផលអីចឹងបានប្រមាលមើលឲ្យបានហៅព្រះមុគលានហ្នឹងឲ្យមកពីពលិមទ្រង់ត្រាស់ថាគ្មានអ្នកណាទូលមានបានដោយព្រះមុគលានអីចឹងនិស័យមានជាមួយព្រះមុគលានអីចឹងអញ្ចឹងរឿងការធ្វើបុណ្យធ្វើទានធ្វើអំពើសេចក្តីល្អហ្នឹងគ្រប់ការសម័យដែរអញ្ចឹងសូមញាតិញោមជាពុទ្ធបរិស័ទក៏បីជ្រាបនៅក្នុងន័យនេះជ្រាបយ៉ាងណាគឺញាតិញោមគាត់ជ្រះថ្លាជាមួយនៅក្នុងសម័យពុទ្ធកាលណាព្រះពុទ្ធបរិស័ទអីខ្លះហ្នឹងគាត់ជ្រះថ្លាជាមួយព្រះសម្មាសម្ពុទ្ធអ្នកខ្លះហ្នឹងជាមួយព្រះអញ្ញាកោដៃញៈខ្លះជាមួយព្រះធម្មសេនាបតីស្រីបុត្រព្រះមោគលានអីចឹងព្រះកស្សបៈជនអីចឹងអីណាហើយនឹងប្រធេរៈព្រះខ្វាំហើយព្រះធេរៈណាអីផ្សេងទៀតសីវលីអីចឹងទៅជ្រះថ្លាអត់ផ្សេងគ្នាណាឧបនិស្ស័យការអន្សំអីចឹងណាហើយខ្លះជាមួយបលវណ្ណាខ្លះជាមួយបខេមាខ្លះជាមួយនួនទីអីចឹងគឺថាផ្សេងគ្នាភិក្ខុនៃក៏ដោយទៀតในការជ្រះថ្លាហ្នឹងអត់ថាអូចង់ឲ្យទៅមកអញជាធំអញជាអ្នកដឹកនាំអញជាអ្នកគ្រប់គ្រងឲ្យទៅមកអញអាហ្នឹងគឺខុសហើយហាមណានៅសទ្ធាបរិស័ទអីចឹងទៀតណាអាហ្នឹងគឺថាមិនស្រួលហ្នឹងគឺធ្លាក់ទៅអបាយហ្នឹងទៅទៀតហាមសទ្ធាហាមទឹកចិត្តនៃបរិស័ទអីហ្នឹងទោះយ៉ាងដូចនៅក្នុងការនេះឯងអញ្ចឹងណាដែលព្រះអង្គទ្រង់ថាពេលហ្នឹងព្រះអង្គមិនទៅព្រះអង្គស្ដេចយាងទៅដោយព្រះអង្គឯង
អត់ទេព្រោះសទ្ធិកហបតីទាំងអស់ហ្នឹងគឺធ្លាប់មានការសាងសង់មកជាមួយទៅព្រះធម្មមហាមោគលាននោះឯងអញ្ចឹងបានហៅព្រះមោគលានហ្នឹងសំបីចូលនៅក្នុងសនញ្ញាណសមាបត្តិញ្ញាណរបស់ព្រះសម្មាសម្ពុទ្ធក៏ដោយឃើញទេព្រះអង្គទ្រង់ត្រាស់ហៅព្រះមោគលានមកមនាលមោគលានណាហៅមកឲ្យមកអីចឹងចូលគាល់ព្រះអង្គមនាលមោគលានក្នុងសក្ការៈនិគមដែលតាំងនៅក្នុងទៅមិនឆ្ងាយអំពីក្រុងរាជក្រឹស្នឃើញទេសទ្ធិម្នាក់ដែលមានសេចក្តីកំណាញ់នោះគិតថាយើងនឹងស៊ីនំណាចាក់អំបែងទៅឲ្យភរិយាជៀននំនៅលើប្រាសាទជាន់ទី7ព្រោះខ្លាចអ្នកដទៃនឹងឃើញអ្នកចូលទៅកាន់នំនោះអ្នកចូលទៅកាន់ទីនោះហើយណាដែលសទ្ធិកំពុងធ្វើនំហ្នឹងហើយទូមានសទ្ធិឲ្យអស់យុសឲ្យប្តីប្រពន្ធទាំងពីរនាក់នោះកាន់នំនិងទឹកដោះថ្លាទឹកឃ្មុំនិងស្ករអំពៅហើយនាំយកមកកាន់វត្តចេតពុនដោយកម្លាំងរបស់ខ្លួនរបស់អ្នកចោះថ្ងៃនេះតថាគតនឹងភិក្ខុ500រូបនឹងគង់នៅក្នុងវិហារនេះឯងធ្វើផត្តកិច្ចដោយនំបណ្ដោះអញ្ចឹងណាព្រះអង្គអត់មានទៅទទួលណានៅឯណាទេចាំទទួលនំបាយនោះឯងណាអញ្ចឹងក៏បានប្រាប់នៅឲ្យមោគលានសពបែបយ៉ាងព្រះអង្គមានពុទ្ធដីកាត្រាស់ប្រាប់មោគលានអីចឹងទៅណាអញ្ចឹងមោគលានព្រះអង្គដឹងថាសម្បូរដីរិទ្ធណាខ្លាំងណាប្រធេរៈហ្នឹងណាអញ្ចឹងគឺប្រធេរៈហ្នឹងក៏ទទួលព្រះពុទ្ធតម្រាស់របស់ព្រះសាស្តាថាព្រះកណាព្រះអង្គហើយទៅកាន់និគមនោះដោយរិទ្ធភ្លាមណាស្លៀកដណ្ដប់ណាសម្ពុតក្រងស្បង់ស្បៃត្រៃជីវរតែខ្ញុំព្រះអង្គនឹងណាស្លៀកដណ្ដប់ក្រងស្បង់ស្បៃត្រៃជីវរហើយណាហើយឈរនៅមាត់បង្អួចនៃប្រាសាទនោះដោយរិទ្ធលឿនណាទៀតណាដោយរិទ្ធនឹងគឺខ្លាំងណាស់ព្រះមហាមោគលាននេះណាយើងមើលណាវត្តពុព្វារាមណាដែលនៅក្នុងការនោះណាបានលោកនិយាយបាសិកាវិសាខាដែលនៅក្នុងក្រុងនគរសាវត្ថីអីហ្នឹងចង់ឲ្យមានភិក្ខុសង្ឃជួយចាត់ចែងនៅវិហារពុព្វារាមហ្នឹងឲ្យមានកុដមានអីហ្នឹងអញ្ចឹងណាមានកុដមានអីហ្នឹងណាមានប្រាសាទមានអីសម្រាប់លោកគង់អីច្រើនរាប់រយរាប់កាន់បន្ទប់ទៀតណាឥឡូវនៅសល់តែសំណង់បាក់បែកបានតិចទេណាបាក់បែកតិចអស់ហើយណាបាត់អស់ណាកុដលោកកុដអីហ្នឹងគឺថាដោយសារសង្គ្រាមចម្បាំងរាំងជលហ្នឹងទៀតក៏ណាអញ្ចឹងគឺនៅក្នុងការហ្នឹងក៏ដោយការធ្វើលឿននៃវត្តនៃពុព្វារាមទាំងអស់ហ្នឹងណាកុដលោកអីសពបែបសពយ៉ាងហ្នឹងគឺដោយណាព្រះមោគលាននឹងឯងបណ្ដាលអីដល់ថ្មទាំងឡាយហ្នឹងណាហើយអ្នកដែលរកឈើរកអីហ្នឹងគឺថាដោយរិទ្ធរបស់ព្រះមោគលាននឹងឯងជួយអន្តរាគមជួយកិច្ចការងារណាបានព្រះអង្គចាត់ចែងឲ្យមោគលាននឹងជួយការងារនៃលោកបាសិកាវិសាខាធ្វើវិហារសូមបវារណាព្រះអង្គចាត់ចែងប្រធេរៈអង្គណាដែលលោកឆ្លាតជានៅក្នុងការជួយមើលការសាងសង់មានវិហារមានកុដអីសម្រាប់ប្រសង់អីចឹងបានព្រះអង្គឲ្យព្រះមោគលានចឹងទៅដោយរិទ្ធអីចឹងគឺព្រះមហាមោគលាននេះមានរិទ្ធច្រើនអញ្ចឹងណាហើយពេលខ្លះដូចនៅក្នុងក្រុងវេសាលីកាតុរភឹកអីចឹងណាប្រុងមូផែនដីកលាប់ផែនដីណាយកអាកំណាយអាកំអែលផែនដីដែលមានក្លិនឈ្ងុយដោយមួយអង្គឃ្មុំនោះណាឲ្យមនុស្សអីចឹងដៃមកខាងទៀតដាក់មនុស្សសពសត្វទាំងអស់លើផែនលើបែនណាលើផ្ទៃដីលើផែនដីផែនផ្ទៃដៃទៀតជាប់មាត់ទៀតណាលើបាតដៃអីចឹងទៅរបស់ខ្លួនណាព្រោះតែព្រះជាគ្រូព្រះអង្គមិនអនុញ្ញាតនោះទេណាអញ្ចឹងដូចជាក្នុងពេលនេះដែលព្រះអង្គទ្រង់ឲ្យព្រះមហាថេរៈទៅទូមានសិទ្ធិអីចឹងតថាគតនឹងបានណានឹងបាននៅនំបាយនោះណាទាំងភិក្ខុទាំង500រូបឲ្យទទួលមានសិទ្ធិទៅដោយរិទ្ធទៀតដោយរិទ្ធភ្លាមនៅកន្លែង
សិទ្ធិពីអ្នកប្តីប្រពន្ធនឹងឯងទៅដោយរិទ្ធទៀតតែដោយរិទ្ធភ្លាមនោះអញ្ចឹងក៏ប្រធេរៈហ្នឹងក៏ទទួលព្រះតម្រិះរបស់ព្រះដែលមានពភាព្រមសាស្តាហើយក៏ប្រកាសណាព្រះអង្គទៅកាន់និគមនោះដោយរិទ្ធភ្លាមហើយក៏ឈរឈរនៅទៀបមាត់បង្អួចនៃប្រាសាទនោះដូចរូបកែវមណីអណ្ដែតនៅកណ្ដាលអាកាសដូចនេះដោយកែវមណីដែលរិទ្ធណាអណ្ដែតនៅកណ្ដាលប្រាសាទដូចនោះឯងសេដ្ឋីនោះឃើញប្រធេរៈភ្លាមដួងហរតីរបស់សេដ្ឋីក៏ញាប់ញួរគិតថាយើងមកកាន់ទីនេះព្រោះខ្លាចបុគ្គលទាំងឡាយមានសភាពយ៉ាងនេះឯងប៉ុន្តែសមណៈនេះនៅមានមុខឈរនៅមុខបង្អួចទៀតការមិនឃើញមានឧបករណ៍ដែលខ្លួនគួរនឹងចាប់យកភ្លាមចាប់យកភាពក្តៅក្រហល់ក្រហាយធ្វើសម្លេងប្រេះឆាដូចជាអំបិលដែលដាក់នៅក្នុងភ្លើងទៅពោយ៉ាងនេះបានន័យថាគាត់នៅអត់សុខទេគាត់ថាខំប្រឹងរត់គេចពីក្រោមប្រាសាទពីកន្លែងមនុស្សអ៊ូអរច្រើនអីណាពីកន្លែងមនុស្សអ៊ូអរច្រើនច្រើនថ្ងៃហើយខំអត់សង្កត់ចិត្តចង់ហូបនំបាយនឹងអាណានៃម្ដងអីនេះនំបាយនឹងអាណានៃម្ដងឥឡូវមានអ្នកដតីណាមកទៀតហើយប្រសាមណៈអីក៏មកនឹងមុខប្រាសាទយើងអីចឹងណាហើយគាត់នឹងប្រៀបថាដូចជាអំបិលដែលត្រូវភ្លើងលឿនលសូប្រេះប្រោះអញ្ចឹងណាដូចអំបិលដែលត្រូវភ្លើងនោះលឿនសំលេងប្រេះប្រោះអញ្ចឹងបានន័យសភាពចិត្តរបស់គាត់នៅអត់សុខទេក្តៅក្រហល់ក្រហាយដល់អន្ទះនៅអត់សុខហើយគាត់មិនចង់ឲ្យបរិច្ចាគទានទៅអ្នកណាហើយគាត់មិនចង់ឲ្យអ្នកដទៃគេមកឃើញនៅអាហារដែលភរិយារបស់គាត់ហ្នឹងហើយណាធ្វើនៅនំបាយហ្នឹងហើយគាត់ក៏បានពោលយ៉ាងនេះថានេះសមណៈកុំថាលោកឈរនៅក្នុងអាកាសសំបីដើរចង្ក្រមសំដែងស្នាមជើងក្នុងអាកាសដែលរកស្នាមជើងមិនបានលោកឯងក៏មិនបានធ្វើអ្វីដល់យើងពីយើងដែរបានន័យថាយើងក៏មិនបានឲ្យអ្វីដល់លោកដែរសំបីលោកសំដែងរិទ្ធយ៉ាងណាក៏ដោយឲ្យយើងដើរចង្ក្រមឲ្យយើងឃើញយ៉ាងណាក៏ដោយក៏សំដែងរិទ្ធដោយស្នាមជើងលើអាកាសមិនឲ្យយើងឃើញយ៉ាងណាក៏ដោយលោកឯងនឹងក៏មិនបានអ្វីអំពីយើងដែរដល់ប៉ុណ្្នឹងទេប្រធេរៈចង្ក្រមទៅមកក្នុងទីនោះឯងសេដ្ឋីពោលថាគុំថាឡើយកុំថាលោកដើរចង្ក្រមទៅមកលើអាកាសសេដ្ឋីថាអញ្ចឹងសេដ្ឋីពោលថាកុំថាសំបីថាលោកដើរចង្ក្រមអីដល់អាកាសយ៉ាងណាក៏ដោយសំបីអង្គុយពេនភ្នេនក្នុងអាកាសក៏មិនធ្វើអ្វីអំពីយើងដែរណាក៏មិនបានអ្វីអំពីយើងដែរសំបីតែលោកដើរចង្ក្រមសំបីតែលោកតែធ្វើអីយ៉ាងណាក៏ដោយលើអាកាសយ៉ាងណាក៏ដោយក៏មិនបានអ្វីតិចតួចអំពីយើងដែរនំមិនបាននំតិចតួចអំពីសំណាក់នៃយើងដែរតែសំបីអង្គុយពេនភ្នេនក្នុងអាកាសក៏មិនបានធ្វើអ្វីឲ្យយើងនឹងញាប់ញ័រដែរណាអញ្ចឹងណាមិនបានធ្វើអ្វីដែលចិត្តយើងលះអ្វីដែលជាទានទៅឲ្យដាក់ដល់លោកដែរអញ្ចឹងប្រធេរៈក៏អង្គុយពេនភ្នេនអីដល់អាកាសព្រោះបានឃើញផ្ទាល់នឹងជាអស្ចារ្យយ៉ាងណាទៅណាញាតិញោមណាក្នុងពេលហ្នឹងគឺណាគ្រានោះប្រធេរៈគ្រានោះសេដ្ឋីពោលនឹងប្រធេរៈថាគុំថាលោកអង្គុយអីដល់អាកាសសំបីឈរលើធរណីបង្អួចក៏មិនបានធ្វើអ្វីឲ្យយើងនឹងឲ្យអ្វីដល់លោកដែរអញ្ចឹងសំបីតែលោកនឹងឈរគិតចិត្តនឹងក្បែរបង្អួចយើងក៏យើងមិនបានឲ្យអ្វីដល់លោកដែរប្រធេរៈក៏មកឈរនឹងធរណីបង្អួចភ្លាមឈរនៅក្បែរចិត្តនឹងឯងនឹងបង្អួចធរណីបង្អួចទ្វារភ្លាមនោះទៀតគេនោះគាត់ពោលថានឹងប្រធេរៈថាគុំថាលោកឈរនឹងបង្អួចសំបីតែលោកបង្កើតផ្សែងក៏មិនបានអ្វីដែរបង្កើតរិទ្ធបង្កើតផ្សែងនឹងអ្វីអាប់អ៊ូអៃដល់មេឃក៏ដោយក៏យើងមិនបានអ្វីតិចតួចដែរសំបីប្រធេរៈក៏ញ៉ាំងផ្សែងឲ្យកើតឡើងលោកញ៉ាំងផ្សែងឲ្យដល់អាកាសឲ្យដល់មេឃប្រាសាទជាន់ទី7ហ្នឹងឲ្យងឹបអាប់អ៊ូទៅទៀតដោយរិទ្ធរបស់លោកហ្នឹងប្រាសាទទាំងអស់បានមានផ្សែងហុយត្រឡោមនៅឯដល់អាកាសហើយណាអាកាសនោះអាការៈនោះដូចជាវេលាដែលជាទី
ចាក់ភ្នែកទាំងពីររបស់សេដ្ឋីដោយមកជុលធ្វើឲ្យសេដ្ឋីនឹងសុភាពតែចង់គិតអីណាផ្សែងនឹងមកដល់អញ្ចឹងណាចង់គិតថាប្រធេរៈនឹងមកចិត្តអីមិនមកចិត្តសម្បីមកចិត្តក៏ដោយយើងមិនបានឲ្យរបស់តិចតួចដល់លោកដែរប្រធេរៈមកចិត្តទេអីនឹងទៅទៀតអញ្ចឹងណាគណាហ្នឹងអញ្ចឹងគឺសេដ្ឋីមិនហ៊ានពោលនឹងប្រធេរៈសំបីលោកញ៉ាំងភ្លើងឲ្យឆេះសន្ធោសន្ធើក៏មិនបានញ៉ាំងភ្លើងនឹងឲ្យឆេះសន្ធោសន្ធើនៅដល់អាកាសទៀតព្រោះខ្លាចភ្លើងឆេះផ្ទះណាព្រោះសេដ្ឋីភ័យពេលនឹងប្រធេរៈលោកសំដែងញ៉ាំងរឹតដោយឆេះសន្ធោសន្ធើឯកដល់អាកាសប្រាសាទចន្ទទី7ហ្នឹងទៅទៀតណាអញ្ចឹងក៏ព្រោះខ្លាចភ្លើងឆេះផ្ទះទើបគិតថាសាមណៈនេះជាអ្នកជាប់ចម្ពាក់យ៉ាងស្អិតការមិនបាននឹងទៅយើងនឹងថ្វាយនំដល់សាមណៈនេះមួយចំណិតបានថ្វាយនំដល់លោកមួយចំណិតព្រោះដោយសារខ្លាចភ្លើងនឹងឆេះណាយើងខ្លាចភ្លើងនឹងឆេះដល់ផ្ទះដល់ប្រាសាទរបស់យើងអីទេវិមានរបស់យើងអញ្ចឹងយើងនឹងឲ្យនំនេះព្រោះប្រធេរៈនេះលោកនេះជាប់ចម្ពាក់នឹងនំបែងដូចយើងដែរហើយអញ្ចឹងខ្លាចភ្លើងនឹងឆេះសូមលោកម្ចាស់នឹងកុំឲ្យភ្លើងនឹងឆេះបន្តទៅទៀតភ័យខ្ញុំកណានឹងប្រគេននំមួយចំណិតដល់ធេរៈអញ្ចឹងទៅលោកគិតដូច្នេះហើយក៏ពោលនឹងភរិយាថាមនាលនាងដល់ចម្រើននាងចូលជានំមួយចំណិតតូចអីណាមួយចំណិតឲ្យដល់សាមណៈហើយបញ្ជូនសាមណៈនេះទៅវិញចុះសិទ្ធិណាបន្តក់ម្សៅសិទ្ធិហ្នឹងក៏គាត់បន្តក់ម្សៅនៅក្នុងថាសណាដែលថាសដែលយើងថាដាក់ឆ្នាំងដាក់ខ្ទះអីចឹងណាដាក់ខ្ទះណាបន្តិចទៅហើយតែនំคล้ายជានំចំណិតធំរិចឡើងពេញថាសណាដាក់ម្សៅមកបន្តិចសោះរិចឡើងពេញថាសសិទ្ធិឃើញដូច្នេះថាកពោលថាប្រហែលជានាងដាក់ម្សៅច្រើនពេកទេដឹងអីទេដូច្នេះហើយដួសម្សៅដែលចុងវែកបន្តិចបតក់អាចុងវែកបន្តិចបតក់ណាហើយបតក់ដោយខ្លួនឯងនំក៏ធំជាងមុនទៅទៀតមុនដំបូងបតោភរិយាអូនឯងដាក់មកតក់បានហើយហើយនំហ្នឹងក៏រីកធំអញ្ចឹងថាអូនឯងមិនក៏ធ្វើដោយដាក់អាម្សៅហ្នឹងច្រើនម្លេះអត់ពេញចិត្តណាឲ្យដាក់ឲ្យនំលោកឲ្យលោកទៅផុតទៅកុំឲ្យរំខានយើងហូបអាហារអីហ្នឹងហូបនំបាយហ្នឹងអីហ្នឹងកំណាញ់អញ្ចឹងអត់ចង់ឲ្យអ្នកដទៃគេដឹងគេឮទេអាហ្នឹងថាកំណាញ់រិះស្វិតគំនិតចង់មានអីចឹងហ្នឹងអញ្ចឹងឯងទៅហ្នឹងដល់ពេលអញ្ចឹងទៅក៏ហើយដល់ពេលអញ្ចឹងក៏ឃើញភរិយាដាក់មកតំណក់មែនប៉ុន្តែអាម្សៅហ្នឹងវារីកទៅធំពេញមកខ្ទះមកថាសហ្នឹងអីអញ្ចឹងទៅសិទ្ធិឃើញដូច្នេះហើយក៏ពោលថាប្រហែលជានាងអូននឹងឯងដាក់ម្សៅនឹងច្រើនហើយអញ្ចឹងទុកបងមើលអីនេះទុកបងដួសអាម្សៅចុងវែងតិចទៅដាក់អីនេះតែបន្តិចមកតំណក់ខ្លួនឯងនំនោះឯងធំជាងមុនទៅទៀតធំជាងភរិយាទៅទៀតស្ថិជានំចំអិនណាស្ថិនឹងជានំខ្លួនឯងចំអិនពេលណាហ្នឹងដល់អាការៈយ៉ាងនេះនំចំណិតទាំងនោះក៏ធំក្រៃលែងឡើងស្ថិហ្នឹងគាត់មិនអស់ចិត្តដាក់បន្តិចទៅនំធំទៅធំឡើងទៀតគាត់ហត់នឿយហត់គាត់ហត់ស្បើយកម្លាំងក៏ពោលនឹងភរិយាថាមនានាងដល់ចម្រើននាងឲ្យនំដល់សាមណៈនេះមួយចំណិតចុះការនាងចាប់មួយចំណិតអំពីថានំទាំងអស់ក៏ជាប់ជាមួយគ្នាដាក់តែបន្តិចជាប់ជាមួយគ្នាដោយថាគាត់នឹងអស់កម្លាំងហើយមុនបងបតោភរិយាដាក់អាម្សៅបន្តិចហើយគាត់ដាក់ខ្លួនគាត់ហ្នឹងទៅរិចទៅធំទៅដាក់ទៀតរិចទៅធំទៅអស់កម្លាំងទៀតអស់កម្លាំងទៅហត់នាងដល់ចម្រើននាងឯងសូមអូននឹងដាក់នំប្រគេនលោកមួយចំណិតទៅវាដាក់ទៅពឹបទៅមានអីទៀតចំណិតវាជាប់គ្នាការនាងដាក់មួយចំណិតអំពីថានំអីជានៅខ្ទះណាក៏ជាប់គ្នានាងក៏ពោលនឹងសេដ្ឋីថាបើពិតស្វាមី
អ្នកជាម្ចាស់នំទាំងអស់ជាប់ជាមួយគ្នាខ្ញុំមិនអាចធ្វើឲ្យដាច់ពីគ្នាបានទេសេដ្ឋីពោលថាខ្ញុំនឹងធ្វើខ្លួនឯងអីទេនាងភរិយាថានំនឹងវាជាប់គ្នាលើកទៅវាទៅទាំងអស់ណាលើកទៅទាំងអស់អញ្ចឹងបាននាងណាភរិយាថាខ្ញុំធ្វើឲ្យវាទៅទាំងអស់នឹងឯងស្វាមីជួយអញ្ចឹងនាងនៅស្ងៀមទុកយើងធ្វើអញ្ចឹងណាហើយក៏ធ្វើនំឲ្យដាច់ចេញអំពីគ្នាអញ្ចឹងណាអញ្ចឹងឲ្យភរិយានៅស្ងៀមខ្លួនឯងធ្វើម្ដងអញ្ចឹងខ្ញុំណាមិនអាចធ្វើឲ្យនំនឹងដាច់ចេញពីគ្នាទេសេដ្ឋីថាខ្ញុំនឹងធ្វើនំនឹងខ្លួនឯងវិញអញ្ចឹងប្រាប់ពុនអូនឯងនៅស្ងៀមទៅបងនឹងធ្វើនំនឹងឲ្យដាច់ពីគ្នាហើយក៏មិនអាចធ្វើនំឲ្យដាច់ពីគ្នាចេញបានសំបីអ្នកទាំងពីរអ្នកប្តីប្រពន្ធចាប់ត្រង់ជាយនំចាប់អាជាលនំមកខាងទៀតផ្ទាំងនំហើយទាញចេញក៏មិនអាចឲ្យដាច់ចេញអំពីគ្នាបានដែរចាប់ទាញពីអ្នកប្តីប្រពន្ធអានំហ្នឹងដូចយើងនំបំបែងដូចនំជាលនំអីយើងបំបែងដូចនំបាញ់ឆាវប៉ុន្តែវាលាយដោយស្ករច្រើនណាលាយទឹកឃ្មុំលាយទឹកដោះស្រស់មានល្ងមានអីហ្នឹងมันឆ្ងាញ់ខ្ញុំណាហ្នឹងហើយអញ្ចឹងក៏ទាញពីអ្នកប្តីប្រពន្ធនឹងឯងបំបេះអត់បានទៅទៀតណាបែកញើសហូរញើសមិនឲ្យដាច់ចេញពីគ្នាដែរញើសក៏ហូរចេញអំពីស្រីរៈសេចក្តីស្រេកឃ្លាននោះក៏អស់បាត់ទៅណាសេចក្តីស្រេកឃ្លាននោះក៏អស់បាត់ទៅគ្រានោះកើតក៏ពោលនឹងភរិយាថាមនានាងដល់ចម្រើនខ្ញុំត្រូវការនំនេះទៀតទេនាងចូលឲ្យដល់សមណៈចុះភរិយាណារបស់កើតនឹងចាប់យកថាសនំហើយទៅចូលទៅរកប្រធេរៈសម្ដែងធัวឲ្យសេដ្ឋីទាំងពីរនាក់ស្ដាប់ណាពោលអំពីគុណនៃបរតនត្រ័យណាសម្ដែងអំពីផលនៃទានដែលបុគ្គលឲ្យហើយដូចជាព្រះច័ន្ទនៅក្នុងផ្ទៃនៃមេឃថាទានដែលបុគ្គលឲ្យហើយរមែងមានផលយ៉ាញ់ដែលបុគ្គលបូជាហើយរមែងមានផលសេដ្ឋីស្ដាប់ធម៌ដូច្នេះមានចិត្តជាថ្លាបានពោលថាបពុតលោកម្ចាស់ដល់ចម្រើនសូមលោកម្ចាស់មកគង់ឆាន់លើបល្ល័ង្កនេះចុះណាលើប្រាសាទអីចឹងណាប្រធេរៈនាំសេដ្ឋីនឹងភរិយាទៅកើលព្រះសាស្តានៅក្នុងពេលហ្នឹងណាអញ្ចឹងគឺប្រធេរៈនៅក្នុងពេលនោះណាថាមហាសេដ្ឋីព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់គង់នៅក្នុងមហាវិហារជាមួយនឹងភិក្ខុសង្ឃ500រូបដោយតាំងចិត្តតាំងប្រតិយថានឹងសោយនំនេះការលោកពេញចិត្តមនាលសិទ្ធិចូលលោកឲ្យភរិយារបស់លោកកាន់យកនំនិងវត្ថុដទៃមានទឹកដោះជាដើមពួកយើងនឹងទៅកាន់សំណាក់ព្រះសាស្តាអញ្ចឹងកណ្ដាអញ្ចឹងក៏ជ្រះថ្លាណាឃើញអស់កម្លាំងហើយបែកញើសហូរញើសនៅក្នុងពេលហ្នឹងឯងទាញនំអីអញ្ចឹងទៅក៏អស់កម្លាំងក៏បានឲ្យភរិយានឹងថ្វាយនំណាអស់ចិត្តណាអស់ចិត្តវាអស់កម្លាំងហើយទាញនំទាញទៅទាញមកទាញទៅទាញមកដូចស្ករកស៊ូអញ្ចឹងហ្នឹងហើយហ្នឹងអញ្ចឹងក៏ប្រគេនលោកទៅណាក៏ប្រគេនលោកទៅក៏លោកណាពោលអំពីគុណនៃបរតនត្រ័យសិទ្ធិប្តីប្រពន្ធនឹងឯងជ្រះថ្លាស្ដាប់អំពីអានិសង្សនៃទាននេះបានធ្វើអីចឹងណាអញ្ចឹងក៏គាត់ជ្រះថ្លាទាំងប្តីទាំងប្រពន្ធនឹងឯងអញ្ចឹងណាសទ្ធាចិត្តណាថាចិត្តលហុតានឹងចិត្តនឹងទួនណាចិត្តនឹងទួនណាណាបានស្ដាប់ធូប្រធេរៈអីចឹងក៏ជ្រះថ្លាចឹងបាននិមន្តលោកឲ្យឆាន់នៅប្រាសាទនឹងឯងលើបល្ល័ង្កកន្លែងខ្លួននៅឯងចឹងណាអញ្ចឹងបានប្រធេរៈថាអាត្មានឹងមិនឆាន់នៅកន្លែងនេះទេអាត្មាទៅវត្តវិញវត្តលោកម្ចាស់នៅណានៅវត្តចិត្តពុនឯណោះអញ្ចឹងណាអញ្ចឹងហើយអាត្មាមិនមែនអាត្មាឆាន់ទេមានព្រះដ៏មានពភាព្រះអង្គក៏ចង់ឆាន់នំលោកសេដ្ឋីមហាសេដ្ឋីនឹងភរិយានឹងដែរមិនមែនតែព្រះដែលមានពភាទេសូម្បីតែភិក្ខុ500រូបអីចឹងណាតែបើខ្ញុំកណាទៅយ៉ាងម៉េចទៅវត្តចិត្តពុនមួយនៅខ្ញុំណានៅរាជក្រឹសឯនេះអីចឹងសូមមហាសេដ្ឋីនឹងភរិយារបស់លោកហ្នឹងកុំភ័យឡើយអញ្ចឹងណាលោកតានីអាដោយរិទ្ធណា
ប្រធេរៈបានពោលថាមហាសេដ្ឋីព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់គង់នៅក្នុងវិហារជាមួយនឹងភិក្ខុសង្ឃ500រូបដោយតាំងប្រតិថានឹងបានសោយនំនេះការលោកពេញចិត្តមនាលសេដ្ឋីចូលលោកឲ្យភរិយារបស់លោកកាន់យកនំនិងវត្ថុដទៃមានទឹកដោះជាដើមមានទឹកដោះជាដើមហ្នឹងនឹងយកទៅកាន់សំណាក់ព្រះសាស្តាសេដ្ឋីក៏បានពោលថាបពិតលោកម្ចាស់ដ៏ចម្រើនឥឡូវនេះព្រះសាស្តាគង់នៅក្នុងទីណាលោកម្ចាស់អញ្ចឹងណាព្រះថេរៈថាមនាលសេដ្ឋីព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់គង់នៅក្នុងវត្តព្រះអង្គគង់នៅក្នុងវត្តចិត្តពុនឯណោះហើយណាចម្ងាយ55យោជន៍អំពីទីនេះសេដ្ឋីក៏បានពោលថាបពិតលោកម្ចាស់ដ៏ចម្រើនពួកយើងនឹងទៅផ្លូវឆ្ងាយមានប្រមាណប៉ុណ្ណោះនឹងមិនហួសពេលព្រះសម្មាសម្ពុទ្ធព្រះអង្គសោយនិងព្រះភិក្ខុសង្ឃទាំងឡាយឆាន់ហើយទេឬពីព្រោះសាមណៈអ្នកបួសខ្ញុំកណាតែងតែបានដឹងមកថាហើយណាមានកាលមានពេលវេលាកំណត់នៅក្នុងការឆាន់និងសោយណាការឆាន់និងសោយហ្នឹងគឺព្រះសម្មាសម្ពុទ្ធនឹងឯងមានពេលនិងវេលាខ្ញុំកណាតាមទៅលឺបានដឹងមកពុទ្ធតមានសទ្ធាអីចឹងណាមានពេលនិងវេលាចុះបើខ្ញុំកណាទៅផ្លូវឆ្ងាយយ៉ាងនេះ55យោជន៍នឹងហួសពេលនឹងហួសកាលទាំងអស់នឹងហើយឬអញ្ចឹងណាសេដ្ឋីគាត់យល់ហើយគាត់ចិត្តគាត់ទន់ហើយបានឆ្លើយឆ្លងជុំប្រធេរៈប្រធេរៈថាមហាសេដ្ឋីបពិតមហាសេដ្ឋីប្រសិនបើលោកមានការពេញចិត្តអាត្មានឹងនាំអ្នកទាំងពីរទៅកម្លាំងដោយរបស់អាត្មាកម្លាំងរិទ្ធរបស់អាត្មាក្បាលចិន្តាប្រាសាទរបស់លោកនៅក្នុងទីនេះរបស់ខ្លួនឯងបានឲ្យទៅក្បាលចិន្តាហ្នឹងទៅទាំងប្រាសាទទៅទាំងអស់ហ្មងទៀតរបស់លោកហ្នឹងនឹងទៅអណ្ដែតប្រាសាទទៅអីដនៅវាទចិត្តពុនតែម្ដងចិន្តាក្បាលប្រាសាទទាំងអស់ហ្នឹងទៅគៀកគិតចិត្តនឹងវត្តចិត្តពុនទាំងតែម្ដងយីអស្ចារ្យណាស់ទៀតអណ្ដែតទៅទាំងប្រាសាទទាំងអីទាំងអស់ហ្នឹងអញ្ចឹងអាត្មានឹងនាំអ្នកទាំងពីរទៅកាន់វត្តចិត្តពុនដោយការត្រឹមតែមួយលាថាមួយប្រព្រិចភ្នែកប៉ុណ្ណោះអញ្ចឹងណាអំពីប្រាសាទជាន់ទី7ទៅកាន់ប្រាសាទជាន់ក្រោមប៉ុណ្ណោះសេដ្ឋីទូលថាប្រពៃហើយលោកម្ចាស់ប្រធេរៈធ្វើក្បាលចិន្តាទុកក្នុងទីនោះហើយបានអធិដ្ឋានសូមចិន្តាសូមជើងចិន្តាមាននៅត្រង់ខ្លោងទ្វារវេទចិត្តពុនប្រធេរៈលោកអធិដ្ឋានដោយរិទ្ធណាបើថាសំដែងរិទ្ធដោយបរិហាមិនបានទេប៉ុន្តែអធិដ្ឋានបានអញ្ចឹងហ្នឹងអញ្ចឹងប្រធេរៈលោកអធិដ្ឋានដោយរិទ្ធទៀតអធិដ្ឋានប្រាសាទទេហ្នឹងនៅក្បែរចិន្តាវត្តចេតពុនទៀតអធិដ្ឋានហ្នឹងសូមឲ្យចិន្តាអធិដ្ឋានហ្នឹងសូមឲ្យជើងចិន្តាមាននៅត្រង់ខ្លោងទ្វារនៃវត្តចេតពុនចិន្តាក៏បានប្រកាសហើយយ៉ាងនោះប្រធេរៈនាំសេដ្ឋីនិងភរិយាឲ្យដល់វត្តចេតពុនលឿនយ៉ាងលឿនអញ្ចឹងថាដូចមួយប្រព្រិចចឹងឯងចុះអំពីប្រាសាទជាន់លើទៅកាន់ប្រាសាទជាន់ក្រោមស្វាមីនិងភរិយាទាំងពីរនោះចូលទៅគាល់ព្រះបរមសាស្តាហើយក្រាបទូលថាបពិតព្រះបរមសាស្តាស្ដេចយាងចូលទៅកាន់រោងឆាន់គង់លើពុទ្ធធាសនៈដែលគេចាត់ចែងហើយហ្នឹងតែគេក្រាលទុកហើយព្រមជាមួយនឹងភិក្ខុសង្ឃ500រូបមហាសេដ្ឋីបានថ្វាយទក្ខិណាទានចំពោះព្រះភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធានភរិយាដាក់នំនៅក្នុងបាតរបស់ព្រះអង្គហើយមហាសេដ្ឋីព្រមទាំងភរិយាក៏បានបរិភោគនំល្មមដល់សេចក្តីត្រូវការបានឲ្យព្រះអង្គសោយអាហារប្រគេនភិក្ខុសង្ឃហើយអញ្ចឹងនឹងអាហារដែលសេះសល់នឹងការដែលអស់ទៅនៃនំក៏មិនប្រកាសទៀតឡើយសំបីការគឿតប្រគេននំដល់ភិក្ខុសង្ឃក្នុងវិហារទាំងអស់នឹងឲ្យតែនំទាំងឡាយដែលអ្នកទាំងឡាយទៀតការដែលនៅនំក៏មិនប្រកាសបានន័យថាប្រគេននឹងអត់ជួយអស់នំនឹងគឺនៅតែបន្តបន្ទាប់ហ្នឹងថាដោយរិទ្ធដោយបុណ្យរបស់សេដ្ឋីអ្នកទាំងពីរនេះប្តីប្រពន្ធក៏ក្រាបទូលព្រះដែលមានព្រះភិក្ខថាបពិតព្រះអង្គដោយចម្រើននៅសល់ច្រើនណាស់ហើយណាគាត់ធ្វើនំនឹងអត់ចេះអស់ទេនំដាក់មកណាមកឯនំខ្ញុំកណាមិនក៏សល់ច្រើនម្លេះព្រះអង្គគាត់ពេលនឹងមានចិត្តនឹងសบายចិត្តអាក៏ឃើញសភាពបាយ៉ាងដូចនេះទៀត
ក៏សบายចិត្តជ្រះថ្លាដែរណាស្ដាប់សម្ដែងខ្លួនឯងក៏មាននៅបៃតេសមណោះក្នុងមហាកុសលទានដែលបានធ្វើរបស់សេដ្ឋីនៅក្នុងសម័យនៃព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រធនមាននៅសេដ្ឋីក៏បានពោលថាបើពិតព្រះអង្គដល់ចម្រើននៅសល់ច្រើនណាស់ខ្ញុំព្រះអង្គបានថ្វាយដល់ព្រះអង្គព្រមទាំងភិក្ខុសង្ឃជាច្រើនហើយនំនឹងមិនក៏នៅដដែលអញ្ចឹងណាព្រះមានពភាព្រះអង្គទ្រង់ថាបើដូច្នេះអ្នកទាំងពីរចូលចាក់ចោលត្រង់ខ្លោងទ្វារវត្តចិត្តពុនចុះគាត់ក៏ចាក់ចោលក្នុងញោកនៅមិនឆ្ងាយអំពីខ្លោងទ្វារវត្តចិត្តពុនសំបីរាល់ថ្ងៃអំពីទីនោះក៏ប្រកាសថាញោកនំចាក់អំបែងញោកនំចាក់អំបែងអញ្ចឹងណាញោកនំចាក់អំបែងមហាសេដ្ឋីព្រមទាំងភរិយាចូលទៅគល់ព្រះដ៏មានពភាចូលក្នុងទីដ៏សមគួរអង្គុយក្នុងទីដ៏សមគួរហើយព្រះដ៏មានពភាព្រះអង្គទ្រង់ធ្វើការអនុមោទនាទានរបស់សេដ្ឋីភរិយាស្វាមីភរិយាសេដ្ឋីប្តីប្រពន្ធនោះក្នុងវេលាចាប់អនុមោទនាស្វាមីនិងភរិយាក៏តាំងនៅក្នុងសតតាបតិផលថ្វាយបង្គំព្រះសាស្តាឡើងចិនដើរត្រង់ខ្លោងទ្វារវត្តចិត្តពុនអង្គុយស្ថិតនៅក្នុងប្រាសាទរបស់ខ្លួនតាំងពីពេលនោះព្រះអង្គសម្ដែងធ្វើឲ្យបានសម្រេចហើយក៏បានតាំងនៅក្នុងពេលនោះបានតាំងនៅក្នុងប្រាសាទឯវិញសេដ្ឋីបានចំណាយទ្រព្យ80កោដដើម្បីជាប្រយោជន៍ក្នុងពុទ្ធសាសនាទានសូមអនុមោទនាញាតិញោមជ្រះថ្លាណាស់ទានសេដ្ឋីនឹងគាត់មានសទ្ធាហើយដោយសារព្រះបរមសាស្ត្រាព្រះអង្គទូលមានសេដ្ឋីនឹងទានបានសម្ដែងព្រះអង្គផតាអនុមោទនីវិធីហើយក៏ជ្រះថ្លាជាពិសេសនឹងធ្វើទាននឹងអត់ចេះអស់នៅនំនឹងដោយបុណ្យពុទ្ធានុភាពរបស់ព្រះដែលមានពភាព្រះអង្គទ្រង់អនុគ្រោះនៅសេដ្ឋីប្តីប្រពន្ធនោះឯងពួកភិក្ខុសង្ឃសរសើរព្រះមហាមុគលានក្នុងវេលារសៀលនៃថ្ងៃឡើងពួកភិក្ខុសង្ឃប្រជុំគ្នាក្នុងរោងធម្មសភាអង្គុយពោលគុណរបស់បធេរៈថាអ្នកមានអាយុទាំងឡាយអ្នកទាំងឡាយចូលមើលអនុភាពរបស់ព្រះមហាមុគលានលោកมันមានខូចសទ្ធាมันធ្វើឲ្យខូចសទ្ធានៃសទ្ធាมันធ្វើឲ្យខូចនៅភោគៈទូមានសេដ្ឋីដែលជាអ្នកមានសេចក្តីកំណាញ់មួយភ្លាតធ្វើឲ្យអស់អាយុហើយឲ្យសេដ្ឋីកាន់នំមកថ្វាយព្រះដ៏មានពភាដោយវត្តចិត្តពុនធ្វើទុកចំពោះព្រះដ៏មានពភាដែលជាព្រះសាស្តាហើយតាំងនៅក្នុងសតតាបតិផលបធេរៈមានអនុភាពច្រើនគួរអស្ចារ្យណាស់ព្រះសាស្តាព្រះអង្គទ្រង់ស្ដាប់ពាក្យរបស់ភិក្ខុហើយដោយទឹកប្រសោតអីនេះធាតជាទឹកហើយស្ដេចយាងមកកលែងធម្មសភាទ្រង់ត្រាស់សួរថាមនាភិក្ខុទាំងឡាយឥឡូវនេះអ្នកទាំងឡាយប្រជុំគ្នានិយាយអំពីរឿងអ្វីណ៎កាលនោះភិក្ខុទាំងនោះក្រាបទូលថាបើពិតព្រះអង្គដោយចម្រើនខ្ញុំពោលពិពណ៌នាអំពីបធេរៈទូលមានសេដ្ឋីប្តីប្រពន្ធមិនឲ្យខូចនៅសេដ្ឋីរបស់គាត់អំពីរឿងនោះទើបព្រះអង្គទ្រង់សរសើរថាសរសើរបធេរៈមនាលភិក្ខុទាំងឡាយធម្មតាភិក្ខុអ្នកទូលមានមិនធ្វើឲ្យខូចសេដ្ឋីមិនធ្វើឲ្យខូចភោគមិនធ្វើឲ្យខូចត្រកូលមិនធ្វើបៀតបៀនត្រកូលដូចជាពួកភមរៈជាតិក្រៀបយកនៅលំអងអំពីផ្កាចូលទៅរកត្រកូលហើយធ្វើឲ្យដឹងនៅពុទ្ធគុណមកកលៀនជាបុត្ររបស់តថាគតដូច្នេះលុះទ្រង់ត្រាស់ធម្មទេសនាបកិថានេះណាយៈថាពេភមរោពុផੰវណ្ណង្គិនធាំងអហេថយ៉ាងតលេតេបលេតេរសៈហើយណាមីទាយៈហើយណាអេវង្គមេអេវង្គគាមេមុនីចរេពួកភមរៈជាតិមិនធ្វើឲ្យផ្កាឈើដែលមានពឺនឹងក្លិនឲ្យវិនិច្ឆ័យទេក្រេបយកតែរស់ហើទៅយ៉ាងណាមិញអ្នកប្រាជ្ញក៏បីត្រាច់ទៅក្នុងស្រុកក៏យ៉ាងដូច្នោះដែរជាតិជាសត្វធ្វើឲ្យទឹកផ្អែមប្រភេទណាមួយឈ្មោះថាភមរៈណាមានពួកភមរៈញញឹមស្គាល់ជាតិជាធម្មតាជាភមរៈជាតិទៀត
ញាតិញោមស្គាល់ពួកភមរៈជាតិមានពួកណាក្រៀបនៅលំអងកេសបផ្កាណាមានខ្មុំអីជាដើមទៀតជាតិនៃសត្វដែលមានទឹកផ្អែមណាមានផ្កាក្រៀបហើយមានភមរៈណាភមរៈហ្នឹងក្នុងគាថានេះគឺពផាំងជាដើមលុះហើយយ៉ាងនេះក្រៀបយកតែរស់ត្រឹមតែសេចក្តីត្រូវការទំពាយករស់ដតីដើម្បីជាប្រយោជន៍ដល់ធ្វើការទឹកផ្អែមហើយហៅទៅណាភមរៈជាតិនេះហើចុះទៅកាន់ព្រៃណាមួយហើយដាក់ណារស់ណាដែលលាយដោយធូលីនោះណាលាយដោយលំអងនោះណាក្នុងព្រៃហោងឈើមួយណាកន្លែងធ្វើនៅរស់នៃផ្អែមណាធ្វើឲ្យរស់នៃផ្អែមសំបីពួកណាពួកមរុំពួកអីហ្នឹងញោមណាពួកអប្រភេទនៅតាមរុងឈើរុងអីហ្នឹងក្រេបយកនៅលំអងកេសបផ្កាហើយមិនឲ្យខូចលំអងកេសបផ្កានោះទេព្រាបថាដូចជាពួកសាមណៈទាំងឡាយចូលទៅកាន់និគមចូលទៅកាន់រាជធានីណាចូលទៅកាន់ជនបទមិនឲ្យខូចនៅសទ្ធារបស់ទាយុក៏ដូចនោះដែរយ៉ាងណាអ្នកបួសទាំងឡាយក្នុងសាសនារបស់តថាគតគណៈដែលបានបួសប្រព្រឹត្តនៅ5អចរិយធម៌មានវិទ្យនៃការប្រព្រឹត្តបប្រតិបត្តិល្អមិនឲ្យខូចណានៅសទ្ធានៃបរិស័ទមិនបានថាអូចេះតែសុំនេះសុំនោះធ្វើឲ្យបរិស័ទរបស់ខ្លួនធ្លាក់នៅសទ្ធាឡើយអញ្ចឹងណាញោមអញ្ចឹងអ្នកបួសគឺមានតម្លៃណាស់ណាដូចជាពួកភមរៈជាតិក្រៀបនៅលំអងកេសបផ្កាមិនឲ្យខូចនៅលំអងកេសបផ្កានោះឡើយព្រោះការត្រាច់ណាក្នុងសួនណាសួនច្បារដែលភមរៈជាតិនោះជាបច្ច័យទេការពិតវត្ថុទាំងអស់នោះតាំងនៅជាប្រកដីដដែលបានន័យថាកាលណាដូចជាភិក្ខុសង្ឃទាំងឡាយហ្នឹងត្រាច់ចោលទៅតាមច្រកតាមលហកហើយហ្នឹងគឺថាភាពជាសទ្ធារបស់បរិស័ទហ្នឹងមិនឲ្យខូចទេនៅជាប្រកដីដើមដដែលដូចជាភួងមរៈផ្កាពួកភមរៈជាតិក្រៀបនៅលំអងកេសបផ្កាក៏ដូចគ្នាដែរនៅដដែលមិនឲ្យខូចលំអងកេសបផ្កាមានផ្កាបុលណាផ្កាឈុកសផ្កាឈុកណាក្រហមលឿងជាដើមណាអញ្ចឹងបាទប្រកាសថាអេវ៉ាំងគៀមេមុនីចរេនេះសេចក្តីថាណាអនាគារយៈមុនីនេះផ្សេងដោយសិក្ខៈនិងអសិក្ខៈដូចនេះដែរត្រាស់នឹងទទួលភិក្ខាក្នុងស្រុកតាមលំដាប់ត្រកូលបើន័យថាដូចជាសិក្ខៈបុគ្គលមានអ្នកប្រាជ្ញអីនេះមុនីណាមុនីចរេនេះគឺថាត្រាច់ទៅនៅក្នុងទីផ្សេងហ្នឹងគឺថាទៅតាមលំដាប់ត្រកូលពិតណាស់ការខូចសទ្ធាឬវិនិច្ឆ័យភោគរមែងមិនមានដល់ត្រកូលទាំងឡាយព្រោះការត្រាច់ទៅនៅក្នុងស្រុករបស់មុនីនោះជាបច្ច័យជាសទ្ធាក្តីជាភោគក្តីក៏រមែងតាំងនៅជាប្រកដីដូចនេះឯងណាព្រោះសិក្ខៈមុនីហ្នឹងណាអ្នកប្រាជ្ញហ្នឹងត្រាច់ទៅយ៉ាងនោះឯងចេញមកណាអញ្ចឹងគឺចង់បញ្ជាក់រឿងរ៉ាវហ្នឹងគឺថាអស្ចារ្យនឹងឯងចឹងមិនឲ្យខូចនៅសទ្ធានៃបរិស័ទឡើយនៅក្នុងការចប់ធម្មទេសនាណាជនជាច្រើនបានសម្រេចអរិយផលទាំងឡាយមានសោតាផលជាដើមព្រះសាស្តាព្រះអង្គទ្រង់ត្រាស់ធម្មទេសនានេះហើយដើម្បីនឹងប្រកាសគុណរបស់ពធេរៈឲ្យក្រៃលែងទើបព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយមកលៀនមិនមែនទទួលមានសេដ្ឋីតែជាអ្នកមានសេចក្តីកំណាញ់ទៅក្នុងកាលឥឡូវនេះតែប៉ុណ្ណោះទេសូម្បីនៅក្នុងការមុនណាក៏ធ្លាប់ទូលមានសេដ្ឋីឲ្យដឹងការណាតេតើងគ្នានៃកម្មនិងផលរបស់កម្មដូចនេះដែរការនឹងប្រកាសសេចក្តីនេះទ្រាំនាំអតីតនិទានមានសាធិកៈទ្រង់ត្រាស់សម្ដែងពីចិត្តដល់អីផ្សេងទៀតណាអញ្ចឹងគឺប៉ុណ្ណឹងចោះថាមកលីនេះមិនមែនទទួលមានសេដ្ឋីប្តីប្រពន្ធតែប៉ុណ្ណឹងទេនៅក្នុងការមុននោះក៏ធ្លាប់ទូលមានសេដ្ឋីប្តីប្រពន្ធអញ្ចឹងដែរណាអញ្ចឹងគឺចប់ប្រទេសធម្មទេសនាគឺមានប្រយោជន៍ដល់បរិស័ទជាច្រើនខ្លះក៏បានសោតតាខ្លះក៏បានអនាគិទៅតាមបដិស័យនៃបារមីនៃការសាងសង់មកដូច្នេះឯងណាសូមអនុមោទនាខ្ញុំប្រកាសអាត្មាភាពទេណាដល់ការពេលវេលាសូមនមស្ការលានឹងចម្រើនពរលាទេគណាអញ្ចឹងគឺចប់ប៉ុណ្្នឹងឯងណាញាតិញោមកោសយៈសិទ្ធិញាតិញោមប្រុសស្រីតាំងចិត្តជ្រះថ្លាអនុមោទនានៅក្នុងព្រះសទ្ធាមរបស់បេចិតមាទីបំផុតទៅសូមអស់នៅសេចក្តីទុក្ខណាសូមអនុមោទនាទៀត